ការពីនៅរៀនណាមួយថ្នាក់ឲ្យតែពេលទិញ laptop គេដឹងតែហៅខ្ញុំឲ្យទៅជួយមើលហើយរឿងហ្នឹងនៅតែបន្តមកដល់ឥឡូវតាមរយៈការធ្វើវីដេអូជាច្រើនរបស់ខ្ញុំហ្នឹងតាក់ទងទៅនឹង laptop ដែរប៉ុន្តែនៅខ្វះចំណុចមួយដែលខ្ញុំអត់ទាន់បានលើកឡើងយកមកនិយាយគឺរបៀបក្នុងការជ្រើស laptop យើងគួរទិញយកកម្លាំងម៉ាស៊ីនប៉ុណ្ណារូបរាងម៉េចហើយអ្វីដែលសំខាន់មួយទៀតគឺ brand ណាគួរឲ្យទុកចិត្តបានអញ្ចឹងនេះគឺជា5ចំណុចដែលបងប្អូនទាំងអស់គ្នាគួរតែសិក្សាស្វែងយល់ដោយខ្លួនឯងមុននឹងសម្រេចចិត្តជ្រើស laptop ណាមួយយកមកប្រើចឹងមុនទៅចូលទៅកាន់ចំណុចទាំង5ខ្ញុំសូមបង្ហាញបងប្អូនពីកន្លែងមួយនេះសិនដោយសារតែ laptop យើងទិញមួយគឺមានតម្លៃអញ្ចឹងយើងប្រកាសជាចង់ប្រើវាឲ្យបានយូរឆ្នាំហើយពេលខ្លះក៏មិនប្រកាសថាយើងប្រើច្រើនឆ្នាំហ្នឹងអត់ដែលមានបញ្ហានោះដែរជួនកាលយើងធ្វើកាពុបទឹកលើធ្វើធ្លាក់ឬក៏មានចំណុចណាមួយដែលវាដើរអត់ស្រួលអីចឹងទៅអញ្ចឹងនៅនេះគឺជាមជ្ឈមណ្ឌលផ្ដល់សេវាកម្មផ្លូវការរបស់ ASUS ឬក៏ ASUS Service Center ហ្នឹងឯងដែលយើងអាចយក laptop ដែលយើងទិញមានការធានាផ្លូវការពីក្រុមហ៊ុនហ្នឹងមកឲ្យគេឆែកបានករណីដែលវាមានចំណុចណាមួយអត់ស្រួលឬក៏ដំណើរការមិនប្រក្រតីអីចឹងទៅហើយបើសិនជាគេឆែកឲ្យឃើញថាត្រូវការជួសជុលដូរគ្រឿងបន្លាស់ផ្សេងគេមាន spare part original ដែលផ្លូវការពីក្រុមហ៊ុនដូចគ្នានៅចាំនៅនឹងរួចជាស្រេចតែម្ដងបញ្ហាខ្លះត្រូវការដោះស្រាយតែ1ម៉ោង2ម៉ោងអីហើយអញ្ចឹងបើសិនជាយើងអត់ចង់ទៅណាយើងនៅអង្គុយចាំនៅនឹងក៏បានដែរចាំតិចទៀតខ្ញុំនឹងប្រាប់អ្នកទាំងអស់គ្នាលម្អិតថានៅនេះគេទទួលយើងទៅលើការធានាដូចម្ដេចខ្លះប៉ុន្តែឥឡូវយើងចូលមកចំណុចទី1សិនបងប្អូនមួយចំនួនជឿជាក់ថាខ្លួនឯងប្រកាសជាដឹងហើយថាគោលដៅនៃការទិញ laptop របស់ខ្លួនយកមកធ្វើអីប៉ុន្តែខ្ញុំជឿថាការដឹងហ្នឹងគឺគ្រាន់តែដឹងលុំតែប៉ុណ្ណោះគោលដៅនៃការទិញរបស់យើងមានដូចជាការទិញយកមកកាត់តវីដេអូសរសេរកូដយកធ្វើ assignment សាលាធ្វើ graphic design ឬក៏ធ្វើការងារអីផ្សេងប៉ុន្តែខ្ញុំចង់ឲ្យបងប្អូនដឹងឲ្យស៊ីជម្រៅជាងនឹងទៀតថាតើឧទាហរណ៍ថាបើយើងយកមកគូប្លង់យើងប្រើកម្មវិធីអី AutoCAD ឬក៏ SketchUp បើយើងកាត់វីដេអូយើងប្រើកម្មវិធីអីគេ CapCut ឬក៏ DaVinci Resolve ឬក៏យើងយកទៅកាត់វីដេអូហ្នឹងទំហំប៉ុណ្ណា Full HD 4K ប៉ុន្តែខ្ញុំលើកទឹកចិត្តឲ្យអ្នកទាំងអស់គ្នាកុំមើលត្រឹមតែថ្ងៃហ្នឹងពេលខ្លះយើងដឹងថាឥឡូវហ្នឹងយើងត្រូវការប៉ុណ្ណឹងប៉ុន្តែយើងក៏ត្រូវគិតដែរថា laptop យើងប្រើឲ្យរយៈពេល2ឆ្នាំ3ឆ្នាំឬក៏5ឆ្នាំអញ្ចឹងយើងត្រូវគិតទៅមុខទៀតថាតើថ្ងៃអនាគត laptop ហ្នឹងយើងយកទៅធ្វើការហ្នឹងត្រឹមកម្រិតប៉ុណ្ណឹងដដែលឬក៏មានអ្វីផ្សេងដែលយើងត្រូវធ្វើលើសពីហ្នឹងទៀតអញ្ចឹងហើយបានជាអ្នកទាំងអស់គ្នាត្រូវគិតដល់ការប្រើប្រាស់ឲ្យបានយូរអង្វែងហើយអត់គួរមើលរំលងការធានានោះទេជាទូទៅនៅពេលដែលយើងទិញ laptop ផ្លូវការពី ASUS យើងនឹងទទួលបាន warranty 2ទី1គឺ perfect warranty រយៈពេល1ឆ្នាំដែល cover ទៅលើឧបទ្ទហេតុចៃដន្យដូចជាការប៉ះទង្គិចឬក៏ចូលទឹកអីផ្សេងយើងអាចយកមកជួសជុលនៅនេះបានហើយគេនឹងជួយ cover ថ្លៃចំណាយជួសជុលហ្នឹងរហូតដល់ 80% ហើយចំពោះ laptop ASUS ដែលមាន perfect warranty អ្នកទាំងអស់គ្នាអាចសម្គាល់បានតាមរយៈ sticker ទាំងពីរប្រភេទនេះហើយមួយទៀតគឺជាការធានាសកលឬក៏ international warranty រយៈពេល2ឆ្នាំដែលគេ cover ទៅលើបញ្ហាផ្សេងដែលកើតឡើងទៅលើ laptop ហ្នឹងឧទាហរណ៍ដូចជាសុកយើងប្រើទៅ Wi-Fi វាដើរអត់ស្រួលឬក៏មានបញ្ហាផ្សេងយើងអាចយកមកកន្លែងហ្នឹងមកគេនឹងពិនិត្យមើលឲ្យយើងហើយចឹងបន្ទាប់ពីយើងដឹងពីគោលដៅនៃការប្រើប្រាស់ហើយឥឡូវយើងមកដឹងពីតួនាទីនៃគ្រឿងម៉ាស៊ីនរបស់ laptop នីមួយៗវិញដែលមានដូចជា CPU, RAM និង GPU នឹងឯង CPU បើយើងនិយាយងាយយល់វាដូចជាខួរក្បាលនៃកុំព្យូទ័ររបស់យើងអញ្ចឹងដែលវាដំណើរការប្រព័ន្ធប្រតិបត្តិការនៃកុំព្យូទ័ររបស់យើងទាំងមូលហ្មងហើយក៏ជាអ្នកបញ្ជាឲ្យ component ក៏ដូចជាគ្រឿងក្រៅផ្សេងនៅក្នុងកុំព្យូទ័រហ្នឹងវាធ្វើការឆ្លងឆ្លើយគ្នាបានចំពោះការងារទូទៅដូចជាការងាររដ្ឋបាលឆែកអ៊ីនធឺណិតឬក៏ធ្វើឯកសារផ្សេងយើងអត់ចាំបាច់ត្រូវការ CPU ធំនោះទេlaptop ដែលមានតម្លៃត្រឹមតែ4-500 CPU ល្មមក៏យើងអាចយកវាមកប្រើបានដែរប៉ុន្តែចំពោះការងារដែលយើងត្រូវការធ្វើហើយយើង render វាតាមក្រោយជាក់ស្ដែងដូចជាការសរសេរកូដដែលយើងត្រូវការ export វាឲ្យទៅជាកម្មវិធីការកាត់វីដេអូដែលយើងត្រូវ render final project នឹងចេញមកជាវីដេអូសម្រាប់ឬក៏ការគូប្លង់ 2D 3D ដែលយើងត្រូវការ render ហ្នឹងអាហ្នឹងគឺយើងត្រូវការ CPU ធំទើបវាជួយឲ្យការ render ហ្នឹងបានលឿនចឹងចំណុចនេះមិនមែនមានន័យថា CPU តូចវាបើកកម្មវិធីនឹងអត់កើតឬក៏ធ្វើកម្មវិធីនឹងអត់កើតទេគ្រាន់ថានៅពេលដែលយើងធ្វើចប់យើង export មកវាចំណាយពេលយូរចំពោះ GPU វិញវាធ្វើការទៅលើ graphic ក៏ដូចជារូបភាពពេលដែលយើងកំពុងធ្វើការជាក់ស្ដែងឧទាហរណ៍ដូចពេលយើងកំពុងលេង game ឬក៏តាក់ទងទៅនឹងភាពរលូននៃការគូប្លង់ 3D ឬក៏ភាពរលូននៃការកាត់វីដេអូនៅលើ timeline យើងអូសវីដេអូចុះឡើងអីហ្នឹងចឹងឧទាហរណ៍ថាអ្នកទាំងអស់គ្នាធ្វើការជាមួយការគូប្លង់ 3D ឬកាត់វីដេអូហើយយើងចង់ផ្ដោតសំខាន់ទៅលើបទពិសោធន៍នៃការគូប្លង់ឬក៏បទពិសោធន៍នៃការកាត់វីដេអូហ្នឹងជាក់ស្ដែងឲ្យវា smooth ចឹងអ្នកទាំងអស់គ្នាត្រូវការមាន GPU ដែលធំចំពោះ RAM វិញគឺវាធ្វើការតាក់ទងទៅនឹងចំនួនកម្មវិធីដែលយើងកំពុងបើកក្នុងពេលតែមួយចឹងចំណុចនេះវាងាយយល់ទេបើសិនជាអ្នកទាំងអស់គ្នាទិញ laptop ដែលមាន CPU តូចយើងធ្វើការងារតូចអាហ្នឹងកម្មវិធីហ្នឹងក៏វាស៊ី RAM តូចដូចគ្នាអញ្ចឹងយើងអាចប្រើ RAM តូចត្រឹមតែ 16GB អីគឺវាគ្រប់គ្រាន់ហើយប៉ុន្តែបើសិនជាអ្នកទាំងអស់គ្នាជឿទៅ CPU ក៏ដូចជា GPU ធំសម្រាប់ការងារធំដូចជា render video 4K ឬក៏គូប្លង់ 3D អី
អាហ្នឹងគឺជាទូទៅកម្មវិធីហ្នឹងវាស៊ី RAM រៀងធំស្រាប់ហើយដូច្នេះអ្នកទាំងអស់គ្នាអាចប្រើ RAM តូចបានទេយើងត្រូវតែប្រើ RAM ធំចាប់ពីយ៉ាងហោចណាស់ 32G ឡើងទៅទើបវាដំណើរការបានល្អប្រសើរតាមពិតទៅនៅពេលដែលអ្នកទាំងអស់គ្នាដឹងចំណុចទី1និងទី2យើងអាចជ្រើស laptop មួយសម្រាប់យកមកប្រើបានហើយប៉ុន្តែខ្ញុំខ្លាចថាបងប្អូនជ្រើសទៅឧទាហរណ៍ថាការងារយើងត្រូវការផ្លាស់ទីច្រើនហើយយើងទៅរើសចំ gaming laptop អញ្ចឹងវាធ្វើឲ្យជាឥទ្ធិពលដល់ការបំលាស់ទីក៏ដូចជាការចេញមកធ្វើការនៅក្រៅរបស់យើងនឹងពិបាកអញ្ចឹងចំណុចនេះខ្ញុំចង់ឲ្យបងប្អូនទាំងអស់គ្នាដឹងថា laptop គឺគេមានបែងចែកចេញជាតកូលរបស់វាអាចថាមានតកូល gaming laptop ដែលភាគច្រើនតម្លៃវារៀងធូរជាងហើយបាន spec ធំប៉ុន្តែការ design វារៀងធំវាទម្ងន់រៀងធ្ងន់ហើយពេលខ្លះ mode ចេញមកក៏វារៀងកាចដែរអញ្ចឹងបើយើងយកទៅកន្លែងធ្វើការបែប professional មើលទៅវារៀងឆ្កងអញ្ចឹងមានន័យថា gaming laptop ភាគច្រើនវាអាចត្រូវជាមួយការងារសឹងតែមនុស្សគ្រប់គ្នាហើយគ្រាន់ថារូបរាងខាងក្រៅវាអាចនឹងអត់ត្រូវជាមួយយើងប៉ុន្តែមានតកូល laptop មួយទៀតអាចថាជាប្រភេទ professional ឬក៏ creator series អីចឹងទៅអញ្ចឹងអាហ្នឹងជាទូទៅយើងទទួលបាន spec ធំអេក្រង់ល្អរូបរាងក៏ប៉និតងាយស្រួលយកតាមខ្លួនដែរប៉ុន្តែតម្លៃវារៀងថ្លៃប៉ុន្តែក៏មាន laptop មួយប្រភេទទៀតដែរដែលយើងចំណាំហៅថាជាពពួក ultrabook អាហ្នឹងគេផ្ដោតទៅលើភាពងាយស្រួលយកតាមខ្លួនទម្ងន់ស្រាលកម្រាស់រៀងស្ដើងអីចឹងទៅប៉ុន្តែ laptop ប្រភេទហ្នឹងជាទូទៅគឺអត់មាន GPU ដាច់ទេហើយ CPU វាមានតាមកម្រិតរបស់វាមានតាំងពីរៀងខ្សោយរហូតដល់ CPU ខ្លាំងអីចឹងទៅហើយតម្លៃក៏វាទៅតាមនឹងដែរបើយើងចង់បានរៀងប៉និតហើយ CPU ខ្លាំងតម្លៃវាក៏ខ្ពស់ដែរអេក្រង់គឺជាផ្នែកមួយដែលជះឥទ្ធិពលទៅដល់តម្លៃរបស់ laptop ច្រើនមែនទែនប៉ុន្តែវាក៏ជាផ្នែកតែមួយគត់ដែលយើងនឹងមើលច្រើនជាងគេដូចគ្នាអញ្ចឹងការគិតគឺងាយៗទេបើសិនជាអ្នកទាំងអស់គ្នាត្រូវការធ្វើការបែបcreative ដូចជា graphic design កាត់វីដេអូ edit រូបថតអីអាហ្នឹងយើងអាចជ្រើស laptop ដែលមាន panel ល្អៗដូចជា Lumina OLED របស់ Asus ហើយជាដើមហើយបើសិនជាយើងលេង game ហើយ game ហ្នឹងជាប្រភេទ FPS អីចឹងយើងអាចជ្រើសយកអេក្រង់ណាដែលមាន refresh rate ខ្ពស់អីចឹងទៅគ្រាន់ថាធម្មតា laptop gaming គឺគេតែងតែដាក់អេក្រង់ដែលត្រូវជាមួយនឹង game មកហើយប៉ុន្តែបើសិនជាយើងគ្រាន់តែយកមកធ្វើការងាររដ្ឋបាលទូទៅវាយឯកសារឆែកអ៊ីនធឺណិតអីទេអាហ្នឹងយើងមិនបាច់ផ្ដោតខ្លាំងទេត្រឹមតែ panel IPS LCD អីក៏យើងអាចប្រើកាត់ដែរចំណុចចុងក្រោយក៏ជាចំណុចដែលគ្នាយើងតែងតែពេលខ្លះអាចរៀងមើលរំលងដែរគឺតាក់ទងទៅនឹងរុនដំណភ្ជាប់រុនដំណភ្ជាប់នេះការ design laptop ឥឡូវភាគច្រើនគេដាក់មកគ្រប់ឲ្យយើងប៉ុន្តែវាគ្រាន់តែមកគ្រប់ទេពេលខ្លះការងារអ្នកខ្លះវាអាចទៅជាខ្វះវិញក៏ថាបានដែរអញ្ចឹងយើងគួរតែឆែកមើលឲ្យបានល្អិតល្អន់ដែរឧទាហរណ៍ដូចជាអ្នកខាង photographer ឬក៏ videographer ដែលគាត់ប្រើកាមេរ៉ាប្រភេទដែលមាន SD card ធំអញ្ចឹងយើងត្រូវការ laptop មួយដែលមានរុន SD card reader នឹងដែរបើមិនជាអត់មានទេយើងត្រូវការទិញ card reader ថែមអញ្ចឹងវាអាចនឹងទៅជាផលវិបាកមួយទៅថ្ងៃក្រោយដូច្នេះនៅពេលដែលយើងជ្រើសរើស laptop យើងគួរតែមើលដែររុនដំណភ្ជាប់ហ្នឹងវាត្រូវជាមួយការងាររបស់យើងឬក៏អត់ចឹងសំណួរសួរបន្តទៀតថាយើងដឹងទាំង5ចំណុចហ្នឹងហើយយើងទៅជ្រើសរើស laptop មិនទៅបើនៅលើទីផ្សារមានច្រើនទាំងអីហ្នឹងចឹងវិធីដែលខ្ញុំតែងតែធ្វើរាល់ដងគឺខ្ញុំចូលទៅកាន់ social media page ក៏ដូចជា website ផ្លូវការរបស់ brand ណាមួយដែលខ្ញុំទុកចិត្តហ្នឹងបន្ទាប់មកយើង scroll មើលទៅតាមកម្រិតតម្លៃដែលយើងចង់ចំណាយហើយយើងជ្រើសមើលថាតើឧទាហរណ៍ថាក្នុង1000ឬ1500ហ្នឹង laptop មួយណាដែលទទួលបាន spec ខ្លាំងជាងគេបន្ទាប់មកចាំយើងជ្រើសមើលពីរូបរាងការ design របស់វាហើយប្រៀបធៀបគ្នាមើល 3-4 model អីចឹងទៅយើងនឹងរកឃើញ model ណាមួយដែលត្រូវជាមួយយើងជាងគេបំផុតហើយបន្ទាប់មកខ្ញុំយកវាទៅមើល review ឬក៏ research នៅលើ internet ក៏ដូចជា YouTube បន្ថែមទៀតចឹងចំពោះចំណុចនេះខ្ញុំពិតជាណែនាំមែនទែនបើសិនជាអ្នកទាំងអស់គ្នាទោះបីជាបានស្រាវជ្រាវឬក៏សិក្សាពី laptop ដែលយើងចង់ទិញហ្នឹងនៅលើ internet បានល្អិតល្អន់យ៉ាងណាក៏ដោយខ្ញុំនៅតែ recommend ថាឲ្យអ្នកទាំងអស់គ្នាមកមើលរបស់ហ្នឹងផ្ទាល់ជាក់ស្ដែងមកតង់ទៀតដោយសារតែពេលខ្លះយើងមើលតាមវីដេអូគឺយើងមើលអត់អស់ហើយតាក់ទងទៅនឹងរូបរាងទម្ងន់ក៏ដូចជាចំណុចផ្សេងមួយចំនួនទៀតតើយើងមកប៉ះផ្ទាល់ចឹងហ្មងបានដឹងអញ្ចឹងបើសិនជាអ្នកនរគ្នាចង់មើលអាចមកមើលនៅ ASUS Service Center នេះបានហើយចំពោះវីដេអូនេះគឺមានតែប៉ុណ្្នឹងទេយើងនឹងជួបគ្នាវីដេអូក្រោយ